សួស្តីម៉ាក់ទាំងអស់គ្នាជាពិសេសម៉ាក់ដែលកំពុងតែមានគម្រោងនៅក្នុងការផ្ដាច់ការបូមទឹកដោះដោយខ្ញុំតាមតែធ្វើការផ្ដាច់ការបូមទឹកដោះបានដោយជោគជ័យក្នុងរយៈពេលខ្លីអញ្ចឹងហើយបានជាខ្ញុំចង់មកចែករំលែកជាមួយនឹងបទពិសោធន៍នេះទៅកាន់ម៉ាក់ទាំងអស់គ្នាដែលកំពុងតែមានបំណងនៅក្នុងការផ្ដាច់ការបូមទឹកដោះដូចគ្នាប៉ុន្តែតកតងជាដំបូងគឺខ្ញុំចង់ឲ្យម៉ាក់ម្ដងទៅលើលក្ខខណ្ឌរបស់ខ្ញុំជាមុនសិនព្រោះថាខ្ញុំមានលក្ខខណ្ឌផ្សេងម៉ាក់មានលក្ខខណ្ឌផ្សេងអញ្ចឹងរយៈពេលនៃការផ្ដាច់ការបូមទឹកដោះគឺវាប្រកាសណាស់អត់ដូចគ្នាទេអ្នកខ្លះឈូយូអ្នកខ្លះឆាប់អញ្ចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំចំណាយពេលវេលាត្រឹមតែ6ថ្ងៃខ្ញុំអាចផ្ដាច់ការបូមទឹកដោះបានអញ្ចឹងចង់ឲ្យម៉ាក់ម្ដងលក្ខខណ្ឌខ្ញុំជាមុនសិនលក្ខខណ្ឌទី1គឺខ្ញុំចាប់ផ្ដើមផ្ដាច់ការបូមទឹកដោះនៅពេលដែលកូនខ្ញុំមានអាយុ13ខែលក្ខខណ្ឌទី2ការប្រើប្រាស់ម៉ាស៊ីនឥតខ្សែនៅក្នុងការយកមកផ្ដាច់ការបូមទឹកដោះលក្ខខណ្ឌទី3គឺនៅពេលដែលខ្ញុំចាប់ផ្ដើមផ្ដាច់ការបូមទឹកដោះគឺខ្ញុំបន្ថយការបូមទឹកដោះមកនៅត្រឹមតែមួយថ្ងៃម្ដងហើយម្ដងនោះខ្ញុំបូមបានខ្ទង់ប្រហែលជា15លីត្រតែប៉ុណ្ណោះអញ្ចឹងមុននឹងដល់របៀបនៃការផ្ដាច់ការបូមទឹកដោះខ្ញុំចង់មកប្រាប់ម៉ាក់មួយចំនួនដែលតាក់ទងទៅលើចំណុចដែលយើងបន្ថយការបូមទឹកដោះឲ្យវាឆាប់រហ័សដោយថាយើងកំពុងតែបូមមួយថ្ងៃ4ទៅ5ដងយើងចង់បន្ថយមកដល់2ដងឬក៏ម្ដងអីអានេះគឺខ្ញុំ share ជាមួយនឹងបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់តែម្ដងដែលខ្ញុំបានធ្វើហើយទទួលបានជោគជ័យអញ្ចឹងក្នុងការបន្ថយការបូមទឹកដោះគឺយើងប្រើម៉ាស៊ីនបូមឥតខ្សែទៅតែការបូមគឺយើងប្រើទាំងសងខាងទៅណាហើយនៅពេលដែលយើងបន្ថយការបូមឧទាហរណ៍ថ្ងៃហ្នឹងម៉ាក់បូមម៉ោង6ព្រឹកប្រសិនបើ5ម៉ោងម៉ាក់បូមម្ដងម៉ាក់បូមនៅម៉ោង6ព្រឹកអញ្ចឹងម៉ោង11ម៉ាក់នឹងត្រូវបូមទៀតតែត្រូវអត់អញ្ចឹងកំឡុងពេលម៉ោង11នេះយើងកុំទាន់អាបូមគឺយើងទុករហូតតតែដោះយើងមានអារម្មណ៍ថាវារៀងឡើងរឹងខ្លាំងណាអញ្ចឹងនៅពេលដែលវាឡើងរឹងខ្លាំងយើងធ្វើការបូមប្រើម៉ាស៊ីនឥតខ្សែព្រោះម៉ាស៊ីនឥតខ្សែកម្លាំងបឺតវាខ្សោយជាងម៉ាស៊ីនមានខ្សែបើសិនជាម៉ាក់ប្រើម៉ាស៊ីនមានខ្សែគឺអត់ងាយនៅក្នុងការបន្ថយការបូមទឹកដោះបានទេអញ្ចឹងយើងប្រើម៉ាស៊ីនឥតខ្សែប្រើវាបូមពេលដែលយើងបូមកុំបូមឲ្យអស់ពីកពេញដោះពេកយើងបូមឲ្យវាសល់ខ្លះប៉ុន្តែដើមទ្រូងយើងនៅអស់ខ្លះដើមទ្រូងយើងមានលក្ខណៈតុនណាវានៅសល់ខ្លះទៅគឺអីទេអញ្ចឹងនៅពេលដែលយើងបន្តការបូមទៀតយើងអត់ចាំបាច់កំណត់ម៉ោងទេម៉ាក់មើលតែថាដើមទ្រូងយើងឡើងរឹងខ្លាំងអានឹងយើងចាប់ដើមការបូមទៅឲ្យបូមគឺបូមមិនអស់ឲ្យដូចខ្ញុំប្រាប់អញ្ចឹងណាមិនយូរថ្ងៃទេការបន្ថយការបូមទឹកដោះម៉ាក់បានជោគជ័យអញ្ចឹងចូលមកដល់ពីរបៀបនៅក្នុងការផ្ដាច់ការបូមទឹកដោះក្នុងការផ្ដាច់ការបូមទឹកដោះគឺខ្ញុំប្រើប្រាស់ម៉ាស៊ីនឥតខ្សែដោយការបន្ថយចំនួនដងនៃការបូមទឹកដោះដូចគ្នាប៉ុន្តែគឺខ្ញុំប្រើប្រាស់តែមួយចំហៀងទេព្រោះការប្រើតែមួយចំហៀងវាអត់ធ្វើឲ្យការរញូចកំឡុងពេលយើងបូមនោះវាខ្លាំងអញ្ចឹងវាធ្វើឲ្យទឹកដោះរបស់យើងវាអត់សូវផលិតខ្លាំងទេវាជាដើមហេតុធ្វើឲ្យយើងងាយនៅក្នុងការផ្ដាច់ការបូមទឹកដោះអញ្ចឹងយើងបូមម្ដងមួយចំហៀងយើងបូមហើយប៉ុន្តែយើងមិនចាំបាច់បូមអស់ពីកពេញដោះយើងពេកទេឲ្យវានៅសល់ខ្លះបូមមួយចំហៀងហើយចាំយើងទៅបូមមួយចំហៀងទៀតធ្វើបែបហ្នឹងណាម៉ាក់អានេះបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំចំណាយពេលតែ6ថ្ងៃទេខ្ញុំផ្ដាច់ការបូមទឹកដោះបានយ៉ាងជោគជ័យតែម្ដងប៉ុន្តែមុននឹងខ្ញុំផ្ដាច់ការបូមទឹកដោះបែបហ្នឹងខ្ញុំសាកល្បងចង់ផ្ដាច់ការបូមលឿនណាសាកល្បងបែបវិធីសាស្ត្រចាស់បុរាណដែលគាត់ឲ្យយកខ្មែរយកមករឹតយកអីវិធីសាស្ត្រហ្នឹងប្រើអត់កើតទេម៉ាក់មិនប្រើអត់កើតទេបើសិនជាយើងប៉ិនទ្រាំយើងប្រើវិធីសាស្ត្រហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំទ្រាំអត់បានទេគឺវាឈឺខ្លាំងមែនទែនឈឺរហូតដល់តែយើងក្តៅខ្លួនដូចនេះខ្ញុំសម្រេចចិត្តថាខ្ញុំអត់អាចប្រើប្រាស់វិធីសាស្ត្របែបចាស់បុរាណនេះគឺខ្ញុំធំវាអត់បានណាអញ្ចឹងខ្ញុំក៏ត្រឡប់មកធ្វើការផ្ដាច់ការបូមទឹកដោះដោយការបន្ថយរយៈពេលនៃការបូមចឹងវិញគឺវាអត់ធ្វើឲ្យយើងមានភាពឈឺចាប់ខ្លាំងទេហើយចាក់ស្ដែងខ្ញុំប្រើពេលវេលាខ្លីមែនតើអាហ្នឹងគឺដោយសារតែយើងប្រើប្រាស់ម៉ាស៊ីនឥតខ្សែអញ្ចឹងបើសិនជាម៉ាក់មានគម្រោងនៅក្នុងការផ្ដាច់ការបូមទឹកដោះសូមម៉ាក់ជ្រើសរើសប្រើម៉ាស៊ីនបូមឥតខ្សែណាកុំប្រើម៉ាស៊ីនបូមមានខ្សែព្រោះម៉ាស៊ីនបូមមានខ្សែកម្លាំងវាខ្លាំងវារំញោចខ្លាំងអញ្ចឹងมันងាយធ្វើឲ្យយើងនៅក្នុងការអាចផ្ដាច់ការបូមទឹកដោះបានទេ